អ្វីទៅជា new importer និងអ្វីទៅជា Asikuda នៅក្នុងវិស័យដឹកជញ្ជូនអេពីសូតមួយនេះគឺជាផ្នែកដ៏សំខាន់មួយក្នុងការសិក្សានិងការអនុវត្តជាក់ស្ដែងសម្រាប់អ្នកចាប់ផ្ដើមក្នុងពាណិជ្ជកម្មឆ្លងប្រទេសដែលយើងហៅថាអ្នកនាំចូលនិងនាំចេញលើកដំបូងដូចសពមួយដងមុននឹងយើងចូលដល់ប្រធានបទយើងទៅរំលឹកអំពីវីដេអូមុនដែលជាអេពីសូតទី12ដែលនិយាយអំពីតើទូ container មានប៉ុន្មានប្រភេទមាន12ប្រភេទសម្រាប់ការប្រើប្រាស់បច្ចុប្បន្នចែកចេញជាពីរផ្នែកធំមួយគឺ special មួយទៀតគឺ standard សម្បកទូដែលប្រើប្រាស់ពេញនិយមក្នុងការប្រើប្រាស់មាន5ប្រភេទអញ្ចឹងសម្រាប់លោកស្រីដែលមិនទាន់បានទៅទស្សនាអំពីវីដេអូមុនដែលជា12អេពីសូតមុនលោកស្រីអាចចុចនៅក្នុង playlist និងលោកស្រីនឹងឃើញអំពីវីដេអូទាំង12នោះអញ្ចឹងលោកស្រីអាចបន្តទស្សនាបន្តបានអូខេអញ្ចឹងឥឡូវយើងចូលដល់ប្រធានបទរបស់យើងដែលជាអេពីសូតទី13ហើយសំណួរនេះគឺក៏បានទទួលពីនៅក្នុង comment ដែលបងប្រុសបានសួរដូចគ្នាគាត់បានសួរថាតើអ្វីទៅជា new importer និងអ្វីទៅជា Asikuda នៅក្នុងវិស័យដឹកជញ្ជូនលោកស្រីនៅក្នុងប្រទេសកម្ពុជាយើងប្រើប្រាស់ប្រព័ន្ធ digital សម្រាប់ការប្រកាសគយឬក៏ប្រកាសទំនិញដែលយើងហៅថា Asikuda World System ប្រព័ន្ធនេះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាភិបាលកម្ពុជាសម្រាប់អ្នក importer ឬ exporter ត្រូវប្រើប្រាស់ប្រព័ន្ធនេះដើម្បីបំពេញឯកសារទំនិញឬក៏បំពេញឯកសាររបស់គយដែលតម្រូវអញ្ចឹងយើងចូលទៅដល់សំណួរសួរថាតើអ្វីទៅជា Asikuda Asikuda stand for Automatic System for Custom Data គឺជាប្រព័ន្ធគយអេឡិចត្រូនិកដែលបានបង្កើតឡើងដោយអង្គការសហប្រជាជាតិស្តីអំពីពាណិជ្ជកម្មនិងការអភិវឌ្ឍ United Nations Conference on Trade and Development តើ Asikuda មានតួនាទីអ្វីខ្លះយើងប្រើប្រាស់ប្រព័ន្ធ Asikuda សម្រាប់ប្រកាសទំនិញនាំចូលនិងនាំចេញនិងពន្ធនៃទំនិញវាមានតួនាទីជាច្រើនតែខ្ញុំសូមលើកយកតែ4ទេសម្រាប់តួនាទីរបស់ Asikuda ដែលយើងពាក្យពេញថា Automatic System for Custom Data ជាប្រព័ន្ធគយអេឡិចត្រូនិកនោះតួនាទីទី1អនុញ្ញាតឲ្យអ្នកនាំចូលនិងនាំចេញទំនិញឬក៏ broker បញ្ចូលទិន្នន័យតាមអនឡាញបានទី2គណនាពន្ធស្វ័យប្រវត្តិ Automatic Calculation of Duty Tax ទី3ការធ្វើទំនាក់ទំនងជាមួយនឹងគយតាមអនឡាញនិងទី4បង្ហាញលទ្ធផលពិនិត្យ inspection នេះគឺជាអ្វីទៅជា Asikuda និងតួនាទីអញ្ចឹងឥឡូវយើងចូលដល់តើអ្វីទៅជា new importer នៅប្រទេសកម្ពុជា new importer គឺជាក្រុមហ៊ុនឬក៏បុគ្គលដែលនាំចូលទំនិញជាលើកដំបូងនិងមិនទាន់មានប្រវត្តិនាំចូលនៅក្នុងប្រព័ន្ធគយប្រព័ន្ធខាងលើហ្នឹងប្រព័ន្ធគយគឺប្រព័ន្ធ Asikuda ហ្នឹងឥឡូវយើងចូលដល់ថាហេតុអីបានខ្ញុំយកប្រធានបទទាំងពីរហ្នឹងចម្បាច់បញ្ចូលគ្នាធ្វើចេញជាអេពីសូតមួយនេះមូលហេតុសំខាន់ជាងគេហ្នឹងគឺ new importer និង Asikuda ហ្នឹងវាពាក់ព័ន្ធជាមួយនឹងការចំណាយរបស់លោកស្រីដែលជាអ្នកនាំចូលដំបូងឬក៏យើងហៅថានាំចូលលើកទី1ហ្នឹងវាជាការចំណាយដាច់ខាតជាត្រូវតែចំណាយហ្មងសម្រាប់ new importer និង Asikuda តែបញ្ជាក់ម្ដងទៀតលោកស្រីពីរហ្នឹងគឺចំណាយតែម្ដងទេអញ្ចឹងកាលពីអេពីសូតមុន quote ដែលត្រូវចំណាយក្នុងការដឹកទំនិញមួយទូហ្នឹងមាន clear មានចាតម្លៃមានអីចឹងទៅមាន storage demurrage អីចឹងទៅដែលខ្ញុំបានធ្វើកាលពីអេពីសូតមុនហ្នឹងតែសម្រាប់ new importer អ្នកដែលនាំចូលថ្មីត្រូវជាប់ពីរហ្នឹងទៀតជាប់ new importer និង Asikuda បញ្ជាក់ម្ដងទៀតជាប់ត្រឹមតែម្ដងទេនាំចូលលើកទី1ក្រុមហ៊ុនយើងនាំចូលដំបូងជាប់ពីរហ្នឹងបើយើងជាប់នាំចូលលើកទី2 new importer និង Asikuda លែងជាប់ហើយអញ្ចឹងយើងជាប់តែ clearance ចាតម្លៃអី tracking អីតែប៉ុណ្្នឹងទៅហ្នឹងជាការចំណាយណាចាឥឡូវយើងលើកឧទាហរណ៍មួយហេតុអីបានជាពីរហ្នឹងត្រូវជាប់អញ្ចឹងឧទាហរណ៍ថាលោកស្រីនាំចូលសភៅមួយទូពីប្រទេសចិនមកអញ្ចឹងលោកស្រីគឺជាបានបង្កើតបតង់អីហើយបតង់ហ្នឹងគឺបានបញ្ចូលទៅក្នុងប្រព័ន្ធគយឲ្យហើយអញ្ចឹងនៅពេលដែលទំនិញមកដល់ក្រុមពិសេសនោះខាងក្រុមហ៊ុនដឹកជញ្ជូនដែលលោកស្រីឲ្យពួកគាត់ជាអ្នករៀបចំឯកសារនិងជាអ្នក clear ឲ្យហ្នឹងគាត់នឹងជូនដំណឹងឲ្យថាឥឡូវយើងត្រូវរត់ new importer និង Asikuda សម្រាប់ first shipment អញ្ចឹង second shipment យើងលេងជាប់ហើយអញ្ចឹងលោកស្រីអាចសួរក្រុមហ៊ុនដឹកជញ្ជូនទៅការចំណាយ new importer និង Asikuda ប្រមាណអញ្ចឹងទៅវាអាស្រ័យលើការឆាយរបស់ក្រុមហ៊ុននីមួយៗអញ្ចឹងលោកស្រីបញ្ជាក់សភៅហ្នឹងគឺយើងនាំជាប់តែម្ដងទេអញ្ចឹងលោកស្រីនាំចូលហៅថា second shipment ឬក៏ប្រភេទទូទី2លោកស្រីលេងជាប់ new importer និង Asikuda ហើយ
okអញ្ចឹងសម្រាប់ episode នេះដែលនិយាយអំពី new important និង Asikuda គឺប៉ុណ្ណឹងអញ្ចឹងឥឡូវយើងទៅ debrief យើងទៅសង្ខេបឡើងវិញតិចទៅអញ្ចឹងអ្វីទៅជា Asikuda គឺជាប្រព័ន្ធកូដអេឡិចត្រូនិកដែលមានតួនាទីគឺយើងអាចអនុញ្ញាតឲ្យយើងបញ្ចូលទិន្នន័យជួយគណនាពន្ធស្វ័យប្រវត្តិហើយសម្រាប់ new importer អីគេគឺជាក្រុមហ៊ុនបុគ្គលដែលនាំចូលតំណែងលើកដំបូងហើយដាច់ខាតចំណាយដំបូងត្រូវតែមានពីរហ្នឹងគឺ new importer និង Asikuda អញ្ចឹងយើងសង្ខេបខ្លីៗប៉ុណ្ណឹងបើសិនជាលោកស្រីអត់ទាន់លោកស្រីអាចខាវីដេអូថយក្រោយបានឬក៏អាច comment សួរអញ្ចឹងសម្រាប់វីដេអូបន្ទាប់យើងនិយាយអំពីអីគេវីដេអូបន្ទាប់របស់យើងអូខេវីដេអូបន្ទាប់ក៏ឆ្លើយនឹង comment ដូចគ្នាអញ្ចឹងសម្រាប់វីដេអូបន្ទាប់ក៏យើងយកសំណួរហ្នឹងពីនៅក្នុង comment ដូចគ្នាយើងតែឆ្លើយនឹងសំណួរប្អូនម្នាក់ដែលគាត់បានសួរក្នុង comment ថាតើអ្វីទៅជាការចារតម្លៃ what is custom valuation អញ្ចឹងចារតម្លៃបើយើងនឹកទៅវីដេអូមុនដែលយើង clearance ទី1 custom valuation ទី2អញ្ចឹងក៏សួរថាអ្វីទៅគឺជាការចារតម្លៃហ្នឹងអូខេអញ្ចឹងលោកស្រីស្អែកយើងទៅតាមដានទស្សនាទាំងអស់គ្នាតើអ្វីទៅជាការចារតម្លៃមិនបានយើងត្រូវចារតម្លៃហ្នឹងមូលហេតុអីអញ្ចឹងស្អែកម៉ោង8:18នាទីយើងជួបគ្នាពេលវេលានឹងម៉ោងដដែលអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំបើសិនជាលោកស្រីគិតថាវាជាការចែករំលែកល្អវាជាចំណេះដឹងទូទៅវាគិតថាវាមានប្រយោជន៍លោកស្រីអាចចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនដែលបានស្គាល់ជាពិសេសអ្នកដែលគាត់ពាក់ព័ន្ធដែលមានដូចជាអ្នកនាំចូលអ្នកនាំចេញអ្នកមានគម្រោងនាំចូលនាំចេញនិងអ្នកដែលកំពុងតែធ្វើការក្នុងវិស័យភស្តុភារកម្មនេះលោកស្រីអាចចែករំលែកទៅកាន់ពួកគាត់បានអញ្ចឹងកុំភ្លេចទុក comment បើសិនជាលោកស្រីចង់ឲ្យខ្ញុំបកស្រាយប្រធានបទបន្តលោកស្រីដែលឆ្ងល់ថាអ្វីនៅក្នុងវិស័យភស្តុភារកម្មហ្នឹងឆ្ងល់ពីកន្លែងមួយណាលោកស្រីអាច comment សួរខ្ញុំនឹងធ្វើវីដេអូចែករំលែកបន្តទៀតហើយកុំភ្លេចសម្រាប់អ្នកដែលមានបទពិសោធន៍លោកស្រីអាច comment ចែករំលែកអំពីប្រធានបទនីមួយៗដែលលោកស្រីមានបទពិសោធន៍ឥឡូវប្រធានបទមួយនេះ new importer និង Asikuda លោកស្រីធ្លាប់ឆ្លងកាត់មាន experience មិនអីមិនមានបញ្ហាមិនលោកស្រីអាចចែករំលែកក្នុង comment នេះបាននិងសម្រាប់ comment មួយទៀតសម្រាប់រៀមច្បងដែលស្ថិតនៅក្នុងវិស័យ logistics បើសិនជាខ្ញុំមានការចែករំលែកទៅមានចន្លោះប្រហោងត្រង់កន្លែងណាមានចន្លោះឆក់ល្វែងត្រង់កន្លែងណាក៏សូមខន្តីអភ័យទោសហើយរៀមច្បងអាច comment ប្រាប់ដើម្បីឲ្យខ្ញុំរិះគន់ដើម្បីស្ថាបនាទាំងអស់គ្នាអូខេហើយបើសិនជាការឆ្លាញ់ចូលចិត្តលោកស្រីអាចចុច like ចុច follow ចុច subscribe ក៏សូមអរគុណដល់លោកស្រីសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល